រស់ម្នាក់ដើម្បីដណ្ដើមទ្រព្យសម្បត្តិរាប់ពាន់លានក៏ប្រើថ្នាំពុលដែលទើបផលិតថ្មីបំពុលប្រពន្ធអ្នកមានដែលស្រឡាញ់ខ្លួននៅពិធីបុណ្យសពប្រពន្ធគាត់លួចដាក់ថ្នាំដំណក់ភ្នែកធ្វើពុតជាយំសោកក្រុមគ្រួសារក៏ទៅលួងលោមគាត់តែយប់ថ្ងៃនោះគាត់ក៏មកដល់ផ្ទះសង្សារជីជុនពេលអ្នកទាំងពីរកំពុងត្រៀមអបអរនឹកស្មានមិនដល់ប៉ុស្តិ៍ប៉ូលីសទេមកប្រាប់គាត់ថាសាកសពប្រពន្ធគាត់ត្រូវគេលួចបុរសនោះមានអារម្មណ៍មិនស្រួលភ្លាមក៏ក្រោកឡើងត្រៀមទៅប៉ុស្តិ៍ប៉ូលីសជីជុនសួរថាមានរឿងអ្វីតែបុរសនោះមិនបានបកស្រាយហើយពេលគាត់ត្រៀមចាក់ចេញតែជាសុំថ្នាំឈឺក្បាលពីជីជុនទោះមិនយល់ពីគោលបំណងគាត់តែជីជុនក៏ប្រាប់កន្លែងថ្នាំឈឺក្បាលក្រោយដាក់ថ្នាំឈឺក្បាលក្នុងហោប៉ៅបុរសនោះក៏ចាក់ចេញទៅពេលនេះម៉ោង11យប់ហើយខាងក្រៅកំពុងភ្លៀងខ្លាំងក្រោយបើកបង្អួចជូតទឹកបុរសនោះស្រាប់តែឃើញបង្កាន់ដៃពីណីដើម្បីកុំឲ្យបែកការគាត់ចុះពីឡានដកបង្កាន់ដៃចេញរួចឡើងឡានជូតដៃស្ដាំដោយកន្សែងពេលនោះដៃស្ដាំគាត់ចាប់ដើមញ័របុរសនោះឈ្មោះឈិនស៊ូមូលហេតុដែលបំពុលប្រពន្ធអ្នកមានគឺព្រោះប្រពន្ធចង់គ្រប់គ្រងខ្លាំងពេករាល់ថ្ងៃស្លៀកពាក់អីចង់ក្រវ៉ាត់អីទើបតែត្រូវនាងគ្រប់គ្រងពេលអ្នកភ័យខ្ញុំឃើញគួរឲ្យស្រឡាញ់ជីវិតបែបនេះធ្វើឲ្យឈិនស៊ូថប់ដង្ហើមថែមទាំងសង្សារជីយន្តប្រាប់ថាមានផ្ទៃពោះឈិនស៊ូក៏សម្រេចចិត្តប្រើថ្នាំពុលដែលទើបផលិតថ្មីបំពុលប្រពន្ធហើយគាត់ជឿជាក់ថាថ្នាំគាត់ទោះគ្រូពេទ្យពិនិត្យក៏រកមិនឃើញតែសាកសពប្រពន្ធបែរជាបាត់ខ្លួននេះធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួលមិនយូរប៉ុន្មានឈិនស៊ូមកដល់ទីតាំងតែទើបតែមកដល់គាត់ក៏ទទួលសារពីជីយន្តថាមានលេខចម្លែកទៅមកគ្រប់នាងដោយមានប៉ូលីសច្រើនឈិនស៊ូមិនបានតបសារនាងទេតាមរយៈការសន្ទនាជាមួយប៉ូលីសគាត់ដឹងថាសាកសពប្រពន្ធស៊ូឈិនបង្កើន collagen ឲ្យរាងកាយដោយប្រើប្រាស់ជាមួយនឹងយសកា collagen tripeptide ដែល collagen នេះគឺជា collagen មួយប្រភេទដែលមានកម្រិត mg ខ្ពស់រហូតដល់ 48000 mg ហើយជាពពួក collagen tripeptide collagen ពពួក tripeptide នេះគឺជា collagen មួយប្រភេទដែលវាមានសមត្ថភាពនិងប្រសិទ្ធភាពខ្ពស់ខ្លាំងជាងគេបើធៀបទៅនឹងប្រភេទ collagen ទូទៅ molecule តូចៗដែលមាននៅក្នុង collagen យសកា tripeptide មានសមត្ថភាពខ្ពស់ក្នុងការជ្រាបចូលសារពាង្គកាយរបស់យើងបានល្អខ្លាំងមែនទែនថាធ្វើឲ្យអ្នកដែលបានញ៉ាំជាមួយនឹង collagen យសកា tripeptide នេះហើយគឺទទួលបានស្បែកដែលមានសំណើមមានជាតិទឹកកាត់បន្ថយនៅបញ្ហាជ្រៅជ្រោយនៅលើស្បែកសហាប់តឹងណែនក្មេងជាងវ័យជាពិសេសនោះគឺជួយបដោះសក់កញ្ចក់ឲ្យដុះលូតលាស់លឿនហើយរឹងមាំបាននិយាយពីស្បែកមុខវិញគឺជួយដល់បញ្ហាមុនស្នាមជាប់អាចរយនៅលើស្បែកបានល្អមែនទែនកាន់តែពិសេសទៀតនោះគឺជួយដល់បញ្ហាសន្លាក់ជួយឆ្អឹងរបស់យើងរឹងមាំសម្រាប់បងសេសដែលគាត់មានបញ្ហាធ្លាក់សរដូវមកអត់ទៀងគឺប្រើប្រាស់ជាមួយនឹង collagen យសកា tripeptide ជួយបានល្អខ្លាំងមែនទែនទំនងជាត្រូវគេលួចព្រោះតាមមាត់អ្នកយាមទ្វារម៉ោង9ដល់10នៅទីនេះស្រាប់តែដាច់ភ្លើងក្រោយមកគាត់ឃើញសាកសពស៊ូឈិននៅតាមផ្លូវគាត់ស្មានថាខ្លួនជួបខ្មោចលទ្ធផលគាត់ត្រូវគេវាយពីក្រោយឲ្យសន្លប់តាមរយៈការស៊ើបអង្កេតមានតែសាកសពស៊ូឈិនប៉ុណ្ណោះដែលបាត់មានគោលដៅបែបនេះដាច់ខាតមិនមែនចៃដន្យទេពេលប៉ូលីសឡើងជួយសួរថាឈិនស៊ូមានគូស្ត្រូវគ្រូពេទ្យក៏យកលិខិតមរណភាពស៊ូឈិនមកក្នុងលិខិតមរណភាពចេញដោយមន្ទីរពេទ្យសរសេរថាស៊ូឈិនស្លាប់ដោយសារទាំងបេះដូងភ្លាមតែគ្រូពេទ្យគិតថាមានឱកាសមួយដែលមិនមែនទាំងបេះដូងអ្នកធ្លាប់ឮរឿងរឹងពេញខ្លួនទេរឹងពេញខ្លួនអ្វីមានន័យថាស៊ូឈិនមិនទាន់ស្លាប់ក្រោយលើគ្រូពេទ្យនិយាយឡាវជួយគិតថាស៊ូឈិនមិនមែនស្លាប់ដោយធម្មតាទេហើយជនសង្ស័យទី1គឺឈិនស៊ូស៊ូឈិនជាថៅកែក្រុមហ៊ុនផលិតថ្នាំធំជាងគេឲ្យតែនាងស្លាប់ឈិនស៊ូជាអ្នកស្នងរកធំពេលឡាវជួយសួរគាត់យប់នេះម៉ោង9ដល់10នៅឯណាព្រោះពេលនោះទេទៅផ្ទះគាត់គ្មានអ្នកលើកឬឡាវជួយសង្ស័យឈិនស៊ូនិយាយធម្មតាថាខ្លួនឈឺក្បាលទៅទិញថ្នាំរួចដកថ្នាំឈឺក្បាលតែយកពីផ្ទះជីជុំតែពេលនេះឡាវជួយយកបង្កាន់ដៃពីណីព្រោះមិនអាចនៅអស្ថានយូរម្លេះនេះមានន័យថាពាក្យកុហកឈិនស៊ូក៏បែកឃ្លាឃើញត្រូវគេលាតត្រដាងឈិនស៊ូខឹងភ្លាមបន្ទោសពួកគេបំភ្លេចសាកសគុណតែមកសង្ស័យខ្លួននិយាយរួចគាត់ត្រៀមទេទូរស័ព្ទទៅថ្នាក់លើឡាវជួយឃើញបែបនេះឡាវជួយក៏ប្រាប់កូនចៅចេញទៅទុកឈិនស៊ូឲ្យនិយាយទូរស័ព្ទតែម្នាក់ឯងតែប៉ូលីសទៅតែចេញពីបន្ទប់អាគារទាំងមូលស្រាប់តែដាច់ភ្លើងពេលនោះស្រាប់តែទូដាក់សាកសពប្រពន្ធឈិនស៊ូស្រាប់តែបើកខាងក្នុងមានប្រអប់មួយឈិនស៊ូហ៊ានដើរទៅមើលលទ្ធផលឃើញក្នុងនោះមានថ្នាំពុលដែលគាត់ឲ្យប្រពន្ធផឹកនេះជាថ្នាំដែលគាត់ផលិតដោយខ្លួនឯងក្រោយផឹក8ម៉ោងនឹងសន្លប់ស្លាប់ភ្លាមព្រះយេស៊ូវក៏ជួយនាងមិនបានហើយស្លាប់ហើយក៏រកមិនឃើញសារធាតុពុលក្នុងខ្លួនរោគសញ្ញាកងបេះដូងតែថ្នាំពុលដែលនៅសល់ខ្ញុំបានបំផ្លាញអស់ហើយមិនក៏នៅទីនេះពេលនោះភ្លើងក៏មកវិញដើម្បីកុំឲ្យគេឃើញឈិនស៊ូឬថ្នាំពុលដាក់ហោប៉ៅលទ្ធផលយឺតពេលហើយឡាវជួយចូលមកឃើញទង្វើគាត់ក៏ចូលទៅបង្ខំឲ្យគាត់ប្រគល់របស់ក្នុងហោប៉ៅឃើញគាត់មិនព្រមក៏បង្ខំឆែកឆេរខ្លួនពិតមែនថ្នាំពុលត្រូវរកឃើញឡាវជួយឲ្យគ្រូពេទ្យយកទៅវិភាគភ្លាមឈិនស៊ូចិត្តដាច់ខ្យល់ហើយចាំលទ្ធផលវិភាគចេញមកគាត់នឹងចប់ហើយគាត់ក៏រត់ចូលបន្ទប់ទឹកទេទៅមេធាវីសុំជំនួយតែនៅលើបង្អួចឃើញស្រាក្រហមមានថ្នាំពុលពេលគាត់សម្លឹងមើលកៅស្រានោះប្រពន្ធក៏លេចមុខពីក្រោយពេលអ្នកភ័យគួរឲ្យស្រឡាញ់ណាស់ឈិនស៊ូភ្ញាក់ឡើងមើលបន្ទប់ទេទើបធូរទ្រូងភ័យពេកគាត់បែរក្បាលក្នុងកញ្ចក់លេចរូបប្រពន្ធឬមួយប្រពន្ធគាត់មិនទាន់ស្លាប់ច្បាស់ណាស់នាងដឹងគំនិតគាត់យូរហើយធ្វើពុតជាផឹកថ្នាំពុលរបស់គាត់រួចចាក់ថ្នាំបន្សាបខ្លួនឯងបន្ទាប់មករត់ចេញពីបន្ទប់ទុកសាកសពហើយចោទគាត់ប្តឹងសងសឹកពេលគាត់តាមរោគបែរជាត្រូវចាក់សោក្នុងបន្ទប់ទុកសាក2នាទីបន្ទាប់ក្នុងថង់សាកសពមិនឆ្ងាយស្រាប់តែរត់ទូរស័ព្ទឈិនស៊ូដកទូរស័ព្ទឃើញលេខប្រពន្ធទេមកតែពេលគាត់លើកទូរស័ព្ទខាងនោះគ្មានសំឡេងអ្វីទាំងអស់បន្ទាប់មកគាត់ទទួលសារមួយខ្លឹមសារថាខ្ញុំចាំអ្នកនៅកន្លែងដែលយើងលាក់អាចកំបាំងឈិនស៊ូព្រឺសម្បូរឬមួយអាចកំបាំងគាត់ត្រូវគេដឹងពេលនោះស្រាប់តែឡាវជួយកាន់ឯកសារមួយមកតាមពិតស៊ូឈិនតាំងពី2ឆ្នាំមុនបានជួលអ្នកស៊ើបអង្កេតពីការផិតក្បត់ឈិនស៊ូព្រោះស៊ូឈិននិងឈិនស៊ូចុះកិច្ចសន្យាមុនរៀបការលក្ខខណ្ឌមួយគឺបើឈិនស៊ូផិតក្បត់គាត់នឹងត្រូវបណ្តេញចេញពីផ្ទះហើយមិនបានទ្រព្យសម្បត្តិអ្វីទាំងអស់បន្ទាប់មកឡាវជួយចាក់សម្លេងមួយត្រៀមរួចហើយស៊ូឈិនមកភ្លាមអនុវត្តនាងខ្លាចការហោះហើរប្រើលេងនេះបកស្រាយមើលថ្ងៃខែគឺជាឯកសារថតសម្លេងមុនស៊ូឈិនស្លាប់មួយថ្ងៃឯកសារទាំងនេះបានផ្ញើទៅស៊ូឈិនហើយតែនាងមិនទាន់បានមើលព្រោះនាងលួចតាក់ទងគេដូច្នេះអាចមិនបានឃើញដូច្នេះនាងស្លាប់ដោយអ្នកសម្លាប់ពេលនេះភស្តុតាងនិងមូលហេតុសម្លាប់គឺគ្រប់គ្រាន់គាត់ទ្រាំលែងបានហើយរហូតក្អួត
រួចពេលគាត់លាងមុខឲ្យស្ងប់អារម្មណ៍គាត់ក៏ទទួលសារពីប្រពន្ធម្ដងទៀតខ្លឹមសារគឺរូបភាពគាត់នឹងជីយុនលួចលាក់តែអ្វីដែលចម្លែកបំផុតទីតាំងថតរូបចុងក្រោយគឺនៅយកសង្សារគាត់ក៏ប្រញាប់ទេទូរស័ព្ទទៅជីយុនឲ្យនាងរត់ចេញភ្លាមតែនឹកស្មានមិនដល់ខាងនោះមានតែសំឡេងស្រែករបស់ជីយុនលោកគ្រូស្ត្រីនោះឬសំឡេងស្រែករបស់ជីយុនបន្ទាប់មកគាត់ទទួលសារខ្លឹមសារថាខ្ញុំចាំអ្នកនៅកន្លែងដែលយើងលាក់អាកំបាំងឈិនសូរត់ចេញទៅយ៉ាងលឿនក្រោយត្រូវឡាវជួយវាឲ្យដួលទើបឈិនសូស្ងប់អារម្មណ៍គាត់ក៏ប្រាប់អាសៀឋានផ្ទះសង្សារឡាវជួយឲ្យគេបញ្ជូនមនុស្សទៅមើលផ្ទះជីយុនហើយក៏និយាយការពិតតាមពិតគាត់រៀបការជាមួយស៊ូឈិនដើម្បីទ្រព្យសម្បត្តិនាងតែមិននឹកស្មានស៊ូឈិនត្រួតត្រាថែមទាំងចង់ច្របាច់យកប្រយោជន៍តែពេលគាត់កំពុងពិបាកស្រីស្អាតម្នាក់ក៏ចូលក្នុងជីវិតគាត់នាងគោរពស្រឡាញ់គាត់នេះធ្វើឲ្យគាត់មានទំនុកចិត្តលើខ្លួនឯងម្ដងទៀតគាត់ក៏បានឆ្លងការលំបាកនេះហើយពេលនេះសំខាន់គឺស៊ូឈិនមិនទាន់ស្លាប់ហើយឥឡូវនេះត្រៀមសងសឹកគាត់នឹងជីយុនហើយឈិនសូជឿជាក់ថាស៊ូឈិនមានអ្នកជួយបើមិនអីចឹងនាងមិនអាចរត់ចេញពីបន្ទប់សាកបន្ទាប់មករឿងដែលនឹកស្មានមិនដល់ក៏កើតឡើងប៉ូលីសរកអាសយាដ្ឋានសង្សារឈិនសូតែទីនោះទេគ្មានអ្នកណារស់នៅហើយចម្លែកជាងនេះសាលារៀនជីយុនក៏រកមិនឃើញនេះធ្វើឲ្យឈិនសូកាន់តែញឿនឆ្ងល់ពេលនេះគាត់ចង់ទៅមើលដោយផ្ទាល់ពេលនោះស្រាប់តែក្រុមមេធាវីឈិនសូក៏មកដល់មុខទ្វារទោះបីពេលនេះតម្រុយទាំងអស់ចង្អុលទៅឈិនសូតែសុទ្ធតែជាសម្លេងមិនអាចជាភស្តុតាងឃុំខ្លួនគាត់ដោយសារសម្ពាធពួកគេដោះលែងឈិនសូចេញពីប៉ុស្តិ៍ប៉ូលីសឈិនសូបើកឡានចេញទៅឡាវជួយក៏បើកឡានតាមជាប់តាមរយៈ GPS ដែលដាក់លើឡានឈិនសូឡាវជួយតាមគាត់ដល់ព្រៃតូចចាប់ពីពេលនេះទៅរឿងរ៉ាវក៏មានការផ្លាស់ប្ដូរតាមពិតរឿងរ៉ាវយប់នេះគឺឡាវជួយជាអ្នកធ្វើគោលបំណងរបស់គាត់គឺដើម្បីសងសឹកប្រពន្ធដែលស្លាប់ថ្ងៃទី20ខែកក្កដាឆ្នាំ2007ជាថ្ងៃបុណ្យគម្រប់ខួបម្ដាយយុនមីនឡាវជួយគួរតែទៅជាមួយតែចប់ការងារមិនបានទៅនេះធ្វើឲ្យយុនមីននាំប្អូនស្រីខកឡានដើម្បីកុំឲ្យឡាវជួយពិបាកយុនមីនសម្រេចចិត្តដើរត្រឡប់ផ្ទះជាមួយប្អូនស្រីតែត្រូវឡានឈិនសូបុកពេលនោះឈិនសូឃើញយុនមីននៅរស់ក៏ទេទូរស័ព្ទសុំជំនួយតែត្រូវស៊ូឈិនខាត់នាងមិនចង់ឲ្យរឿងនេះប៉ះពាល់ការចុះបញ្ជីក្រុមហ៊ុនហើយឈិនសូក៏បើកឡានស្រវឹងចុងក្រោយអ្នកទាំងពីរលាក់យុនមីនដែលនៅដឹងខ្លួនតែពួកគេនឹកស្មានមិនដល់ប្អូនស្រីជីណាត្រូវបុកទៀតទៅម្ខាងនៅរស់10ឆ្នាំក្រោយជីណាចៃដន្យឲ្យឃើញផ្លាកសញ្ញានៅលើទស្សនាវដ្តីទើបនឹកឃើញផ្លាកសញ្ញាលើឡាននោះគឺឡាន Lincoln របស់ឈិនសូហើយផ្លាកសញ្ញានេះមានតែឡានឈិនសូប៉ុណ្ណោះជីណាក៏រកឡាវជួយរួមដៃសងសឹកបងស្រីនាងបដូរឈ្មោះជាជីយុនទៅចិត្តឈិនសូប្រើដៃឈិនសូបំពោស៊ូឈិនឡាវជួយក៏លួចចូលបន្ទប់សាកសពយកសាកសពចេញទើបកើតរឿងរ៉ាវបន្តបន្ទាប់ហើយជីយុនក៏មិនមានផ្ទៃពោះដែរអ្វីគឺដើម្បីឲ្យឈិនសូប្រាប់ទីតាំងលាក់សាកសពបងស្រីហើយជីយុនថែមទាំងដាក់ថ្នាំពុលថ្មីក្នុងទឹកឈិនសូពេលនេះឈិនសូមានអារម្មណ៍រឹងពេញខ្លួនក្រោយប្រាប់កន្លែងលាក់សាកសពប្រពន្ធគាត់ក៏សន្លប់បាត់ឡាវជួយក៏ជីកយកសាកសពប្រពន្ធ10ឆ្នាំតែមិនយូរប៉ុន្មានឈិនសូស្រាប់តែភ្ញាក់ពីសន្លប់ពេលនេះគាត់ត្រូវប៉ូលីសឡោមព័ទ្ធពេលប៉ូលីសត្រៀមនាំគាត់ចេញស្រាប់តែឃើញដៃគាត់មានស្នាមចាក់ថ្នាំតាមពិតឡាវជួយចាក់ថ្នាំបន្សាបឲ្យគាត់ហើយក្នុងរណ្ដៅលាក់សាកសពនោះក៏ជាសាកសពស៊ូឈិនខាងទៀតឡាវជួយនាំប្អូនស្រីមកជីក្រុងប្អូនស្រីបើកគម្របក្រោយឡានឃើញខ្សែក៏មួយខ្សែក៏នេះគឺឡាវជួយធ្លាប់ជូនប្រពន្ធចុងក្រោយមនុស្សអាក្រក់ក៏ទទួលទោសសូមអរគុណដែលបានទស្សនាការរួមបញ្ចូលគ្នាជាមួយនឹងអានុភាព3យ៉ាងរបស់អាស៊ីតអាមីណូដែលមានម៉ូលេគុលតូចល្អិតខ្លាំងមែនទែនបានធ្វើឲ្យយ៉ាស្កា collagen tripeptide คล้ายទៅជា collagen ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានិងមានសមត្ថភាពជ្រាបចូលទៅកាន់កោសិកាស្បែកបានយ៉ាងជ្រៅនិងលឿនជាង collagen ធម្មតាគុណនឹង10ជាហេតុធ្វើឲ្យយើងញ៉ាំទៅឆាប់ទទួលបានប្រសិទ្ធភាពខ្ពស់ស្បែកសភ្លឺថ្លាសហាប់តាំងណែនបែបមានសំណើមតាំងពីញ៉ាំជាមួយនឹងប្រអប់លើកដំបូងកត្តាទាំងអស់នេះហើយដែលធ្វើឲ្យអតិថិជនរបស់យ៉ាស្កា collagen បានញ៉ាំហើយគឺត្រឡប់មកឲ្យ feedback គ្រប់គ្នាតែម្ដងបន្ទាប់ពីបានញ៉ាំជាមួយនឹងយ៉ាស្កា collagen ហើយសង្កេតឃើញថាកញ្ចក់ដែលតែងតែមានសភាពពុកផុយคล้ายមកជាកញ្ចក់ដែលមានភាពរឹងមាំនិងដុសលូតលាស់បានល្អកាត់បន្ថយបញ្ហាសក់ជ្រូកជួយឲ្យសក់របស់យើងដុសលូតលាស់បានលឿនមិនត្រឹមតែប៉ុណ្ណោះទេសម្រាប់បងស្រីពេលមករដូវមានការឈឺចុកចាប់រដូវមកកក់ដុំគឺជួយសម្រួលបានល្អខ្លាំងមែនតើកាន់តែពិសេសញ៉ាំតែមួយថ្ងៃមួយដបនឹងជួយបង្កើនថាមពលនៅក្នុងរាងកាយនិងបំពេញជាតិទឹកបានយ៉ាងល្អដែលជាហេតុធ្វើឲ្យស្បែកដែលមានសភាពយាធ្លាក់មុខមូនជាំស្នាមអាចរយប្រែមកជាស្បែកដែលសភ្លឺទន់មាត់អាឡូងនិងសហាប់តាំងណែនបែបធម្មជាតិក្នុងការញ៉ាំជាមួយនឹងយ៉ាស្កា collagen tripeptide ដែលមានកម្រិត mg ខ្ពស់រហូតដល់ 48000 mg គឺជាជម្រើសដែលល្អសម្រាប់សុខភាពនិងសម្រស់ឲ្យកាន់តែក្មេងជាងវ័យ